បងប្អូនឥឡូវកំពុងតែរៀបចំហាលផ្លាពងមាន់បងប្អូនហាលរៀបចំហាលផ្លាពងមាន់ដើម្បីឲ្យសមោចសមើសัตว์ល្អិតតូចតាចអីនៅសងំនៅក្នុងផ្លាហ្នឹងឲ្យវាចេញពីផ្លាពងមាន់ដែលយើងទិញមកថ្មីបងប្អូនណាទិញមកថ្មីអញ្ចឹងបញ្ជាក់បងប្អូនហាលនេះគឺវាអត់ទៅមានសមោចប្រហែលទេប៉ុន្តែគោលដៅចង់ឲ្យសัตว์ល្អិតគឺដូចជាសមើបងប្អូនខ្លាំងគឺសមើអញ្ចឹងយើងអាចមើលឃើញផ្នែកផ្ទាល់តែបើយើងបានហាលថ្ងៃខ្លះវាកាត់បន្ថយនៅមេរោគដែលនៅក្នុងផ្លាពងមាន់ពងទីហ្នឹងបងប្អូនណាកាត់បន្ថយអញ្ចឹងយើងធ្វើឲ្យយើងសំដៅទៅលើគុណភាពនិងអនាម័យក្នុងការរស់នៅរបស់សត្វអញ្ចឹងយើងមិនអាចដឹងថាវាមានសត្វល្អិតឬមិនមានសត្វល្អិតប៉ុន្តែយើងយកមកហាលហ្នឹងវាល្អបងប្អូនណាវាល្អទីមួយឲ្យឡើងស្នោហ្នឹងវាមានអស់សង្ងួតល្អព្រោះថាវាមានពងបែកពងមាន់ពងអីវាបែកមួយពីរអញ្ចឹងវាអាចសើមអញ្ចឹងវាខូចនៅផ្លាពងមាន់ដុះសត្វដុះអីបងប្អូនណាអញ្ចឹងយើងសម្ងួតឲ្យស្អាតដើម្បីឲ្យសត្វល្អិតតូចតាចដែលមិនអាចមើលឃើញផ្នែកផ្ទាល់វាចេញពីផ្លាពងមាន់របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយក្នុងការចិញ្ចឹមសត្វវាតែងតែមានការអនាម័យល្អបានយើងចាំបានល្អបងប្អូនណាមិនថាចរិតឬក៏ដោទេបងប្អូនយើងមានអនាម័យល្អយើងចិញ្ចឹមសត្វអីក៏បានផលល្អដែរអញ្ចឹងនៅក្នុងវីដេអូនេះក៏ចែកម្លែកថាធ្វើអ្វីមួយដែលយើងយកចិត្តទុកដាក់ក្នុងការធ្វើវាមិនថារបស់ហ្នឹងថ្មីឬចាស់ហើយមិនថារបស់នេះយើងធ្លាប់ធ្វើមិនធ្លាប់ធ្វើទេតែយើងយកចិត្តទុកដាក់ព្យាយាមនឹងធ្វើវាដោយក្តីស្រឡាញ់ដោយយកចិត្តទុកដាក់គឺវាស្មើនឹងយើងទទួលបាននៅផលត្រឡប់មកវិញហោចណាស់50ទៅ70%ដែរបើយើងមិនមានការអនុវត្តអនាម័យស្អាតបាតវាស្មើនឹងយើងដូចតែចាប់ដើមដំបងហើយអត់ដឹងគោលដៅត្រូវធ្វើអីចេះតែដាក់ប៉ាណាឬទៅគេថាដាក់ហ្នឹងបានដាក់នេះបានចេះធ្វើតាមគេបងប្អូនណាហ្នឹងហើយអញ្ចឹងបើធ្វើតាមដោយមិនធ្វើតាមក៏ដោយតែយើងត្រូវថាគិតថាអនាម័យវាជាការចាំបាច់បងប្អូនអនាម័យជាការចាំបាច់សម្រាប់ការចាំសត្វទូទៅបងប្អូនណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹងបងប្អូនណាខ្ញុំចង់បង្ហាញពីសកម្មភាពហាលផ្លាពងមាន់ដែលធ្វើឲ្យទុកត្រៀមធ្វើសម្បុកចង្រិតឲ្យយើងញាស់មកយើងយកទៅដាក់វាបងប្អូនណាហើយណាបងប្អូនកដោបក៏នៅតែមានបងណាកដោបក៏នៅមានពូជកដោបស្រុកទាំងពូជកដោបព្រៃហើយកំពុងតែដាក់ពូជបន្តអានេះគឺពូជប៉ាខាងកាបងប្អូនណាហ្នឹងហើយពូជប៉ាខាងកាហើយត្រៀមដាក់ពូជឲ្យបងម្នាក់នៅខាងព្រៃវែងគាត់តែអ្នកតំណងមកទិញកន្លះគីឡូពីរថ្ងៃហើយគាត់អ្នកតំណងមកដាក់លេខដាក់ទីតាំងហើយពូជមិនទាន់បានទេប្រហែលជា2ថ្ងៃ3ថ្ងៃទៀតអត់បានណាបងប្អូនណាដោយសារតែពូជមានតម្រូវការច្រើនក្នុងខែហ្នឹងដោយដើមដៃបងប្អូនណាដើមដៃគាត់ជាពលរដ្ឋមួយចំនួនគាត់មើលឃើញស្មៅចាប់ដើមលាស់ឃើញភ្លៀងចាប់ដើមធ្លាក់គាត់ចាប់ដើមសម្រុកចិញ្ចឹមកដោបឡើងវិញហើយទីផ្សារកដោបក៏នៅតែល្អជាងសត្វផ្សេងទាំងអស់បងប្អូនណានៅតែល្អវាចុះក្នុងកម្រិតមួយដែលតិចតួចអាស្រ័យទៅលើការទីផ្សារអាស្រ័យទៅលើការអ្នកចិញ្ចឹមដោយសារកម្រិតដែលវាធ្លាក់តិចតួចហ្នឹងគឺមកពីអ្នកចិញ្ចឹមដែរបងប្អូនណាមកពីអ្នកចិញ្ចឹមអញ្ចឹងក្នុងខែណាដែលអ្នកចិញ្ចឹមច្រើនហើយដល់ច្រើនទាំងអស់គ្នាទីផ្សារវាអាចធ្លាក់តិចតួចអញ្ចឹងជារឿងធម្មតាបងប្អូនជារឿងធម្មតាទេប៉ុន្តែកុំឲ្យតែវាគ្មានទីផ្សារបងប្អូនណាកុំឲ្យតែមានវាអត់មានទីផ្សារសោះគឺវាស្មើនឹងបរាជ័យអ្នកចិញ្ចឹមទាំងអស់គ្នាហ្នឹងអញ្ចឹងឃើញថាក្នុងខែហ្នឹងពុកម៉ែបងប្អូនសម្រុកបុកមកទិញកំងពូជច្រើនពុកម៉ែបងប្អូនដោយសារខាងខ្ញុំគឺធ្វើពូជមានទំនួលខុសត្រូវច្បាស់លាស់ធានាថាมันខ្វះខំណាធានាថាលើខំហើយធានានៅពងពូជមិនញាស់មិនយកលុយបងប្អូនណាហើយធានានៅផ្ដល់បទពិសោធន៍ព្រីមេរៀនជូនជាប់លាប់ហើយគ្រប់ពូជរបស់ខ្ញុំគឺបងប្អូនទិញយកទៅគឺមានទីផ្សារចាំទទួលទិញវិញស្រាប់បងប្អូនណាហ្នឹងហើយសម្រាប់តែពូជខ្ញុំទេបងប្អូនណាសម្រាប់តែពូជខ្ញុំទេប៉ុន្តែពូជខាងក្រៅទៀតខ្ញុំអត់ដឹងទេបងប្អូនណាអត់ដឹងទេអត់ដឹងថាតើគាត់ធ្វើទីផ្សារលក់ពូជហ្នឹងគាត់មានទំនួលខុសត្រូវហើយនៅបងប្អូនណាហ្នឹងហើយអរគុណជំរាបលាពុកម៉ែបងប្អូនទាំងអស់គ្នាត្រឹមប៉ុណ្ណឹង